វិទ្យាល័យមួយកន្លែងនេះហើយដែលបានផ្ដល់ចំណេះដឹងឲ្យខ្ញុំជាច្រើននិងបានស្គាល់មិត្តភ័ក្តិក៏កាន់តែច្រើនផងដែរនាសម័យនោះរីឯអនុស្សាវរីយ៍វិញក៏កាន់តែរាប់អន្អស់ថែមទៀតជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនោះគឺវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនប្រេតាឌួងដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទី12កាលពីឆ្នាំ2014គិតមកដល់ពេលនេះគឺមានរយៈពេល11ឆ្នាំហើយពេលវេលាពិតជាលឿនខ្លាំងណាស់ហើយវិទ្យាល័យប្រេតាឌួងដែលស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ21ដែលមានរយៈចម្ងាយប្រមាណ40គីឡូម៉ែត្រពីក្រុងតាខ្មៅហើយវិទ្យាល័យមួយនេះមានអគារសិក្សាចំនួន7ខ្នងអគារកាត់ដេរចំនួន1ខ្នងនិងទីចាត់ការចំនួន1ខ្នងផងដែរហើយមកដល់បច្ចុប្បន្ននេះឆ្នាំសិក្សា2024-2025មានសិស្សសិក្សាសរុបចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12មានចំនួន1021នាក់ក្នុងនោះមានស្រីចំនួន509នាក់និងសិស្សដែលជាប់និទេស A ឆ្នាំកន្លងមកចំនួនសរុប14នាក់និងមានគ្រូសរុបចំនួន56នាក់ក្នុងនោះអ្នកគ្រូមានចំនួន23នាក់ហើយខ្ញុំពិតជាអរគុណទៅកាន់លោកគ្រូអ្នកគ្រូកន្លងមកដែលធ្លាប់បានបង្រៀនខ្ញុំផ្ដល់ចំណេះដឹងឲ្យខ្ញុំល្អៗមកកាន់ខ្ញុំជាពិសេសធ្វើឲ្យខ្ញុំបានស្គាល់មិត្តភ័ក្តិល្អៗជាច្រើននៅទីនេះផងដែរមកដល់ពេលនេះមិត្តខ្លះក៏បានជួបគ្នាញឹករីឯមិត្តខ្លះទៀតក៏មិនបានជួបគ្នាផងដែរតាំងពីយើងបញ្ចប់ការសិក្សានៅទីនេះមកហើយកាន់តែពិសេសទៀតនោះគឺកំពុងចម្លងនេះឯងកំពុងចម្លងប្រេតាឌួងដែលអ្នកត្រៃខាងកើតទើបយល់អារម្មណ៍មួយនេះដែលតែងតែឆ្លងទៅរៀនជារៀងរាល់ថ្ងៃហើយប្រសិនបើពេលណាមួយយឺតទូកដតែមួយជើងយើងអាចនឹងខកខានម៉ោងរៀនផងដែរដូច្នេះកន្លែងកំពុងចម្លងនេះក៏មានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងមិត្តភ័ក្តិដែលដើរមករៀនជាមួយគ្នាដើរឆ្លងទូកជាមួយគ្នាដូច្នេះហើយមានតែធ្វើវីដេអូដើម្បីរំលឹកអនុស្សាវរីយ៍អ្នកដែលធ្លាប់រៀននៅសាលាមួយនេះមិត្តខ្លះក៏នៅជិតរីឯមិត្តខ្លះទៀតក៏នៅសែនឆ្ងាយដែលធ្វើឲ្យពួកយើងខានជួបគ្នាទៀតរហូតដល់បច្ចុប្បន្ននេះតើនរណាខ្លះដែលមានអនុស្សាវរីយ៍នៅទីនេះហើយអ្នកជប់សិក្សាពីសាលាមួយនេះរយៈពេលប្រហែលឆ្នាំហើយនឹងមានអនុស្សាវរីយ៍អ្វីខ្លះដែលអ្នកចងចាំជាងគេនៅទីកន្លែងមួយនេះហើយសូមកុំភ្លេចចុច share ទៅកាន់មិត្តភ័ក្តិរបស់អ្នកដែលធ្លាប់រៀនជាមួយគ្នាផងណាជាចុងក្រោយប្រសិនបើខុសឆ្គងនៅពាក្យពេចន៍មិនសមរម្យត្រង់កន្លែងណាសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណអូនេះឧបត្ថម្ភដោយដុកទ័ររ៉ាក់ឯកទេសកម្ចាត់ស្នាមប្រឡាក់គ្រប់ប្រភេទមានទាំងសាប៊ូលាងចាននិងសាប៊ូបោកខោអាវរាល់ស្នាមប្រឡាក់របស់បងប្អូនទាំងអស់នឹងត្រូវភ្លឺសចែងចាំងមកវិញកម្ចាត់ដោយអ្នកឯកទេសគឺសាប៊ូដុកទ័ររ៉ាក់ប្រសិនបើពុកម៉ែបងប្អូនចង់ជាវយកទៅប្រើប្រាស់ឬក៏លក់បន្តបងប្អូនអាចទំនាក់ទំនងទៅកាន់ Page ដុកទ័ររ៉ាក់ឬក៏បងប្អូនទំនាក់ទំនងតាមលេខទូរស័ព្ទដោយដែលបានដាក់តាំងបង្ហាញនៅក្នុងវីដេអូចង់បានភ្លឺសចែងចាំងកុំភ្លេចដុកទ័ររ៉ាក់